រាសីមនុស្សដែលកើតចំឆ្នាំម្សាញ់នៅក្នុងខែ12ខែធ្នូគឺមើលឃើញថាមានលក្ខណៈនៅតែមានបញ្ហាដូចខែ11អញ្ចឹងខែ11មានបញ្ហាបែបម៉េចចូលទៅដល់ខែ12នឹងមានបញ្ហាទាំងអស់នោះបន្តទៅកាន់ជីវិតបងប្អូនដែលកើតចំឆ្នាំម្សាញ់នឹងទាំងប្រុសទាំងស្រីអញ្ចឹងបងប្អូនដែលកើតចំឆ្នាំម្សាញ់រាល់បញ្ហាទាំងឡាយដូចជាបញ្ហា stress អំពីការងារការរើស៊ីនិងចំណាយច្រើនខុសមុខខុសគោលដៅអញ្ចឹងបងប្អូនត្រូវតែត្រៀមលក្ខណៈមែនតើនៅក្នុងខែ12កុំឲ្យយើងធ្លាក់ហើយធ្លាក់ទៀតអញ្ចឹងពេលយើងធ្លាក់មួយខែពីរខែជាប់គ្នាយើងនឹងមានកើតឡើងនៅជំងឺ stress កើតឡើងក្នុងជីវិតយើងហើយក៏យើងមានអារម្មណ៍មួយថាតែងតែជួបនៅរឿងសូវជានិច្ចអញ្ចឹងបងប្អូនដែលកើតចំឆ្នាំម្សាញ់អ្វីដែលគួរតែជៀសវាងអ្វីដែលគួរត្រូវធ្វើបងប្អូនកុំភ្លេចតាមដាននៅវីដេអូមួយនេះរហូតដល់ចប់បងប្អូនកុំភ្លេចជួយចុច Subscribe like share ម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូជារៀងរាល់ថ្ងៃអញ្ចឹងបងប្អូនខ្ញុំសូមជំរាបជូនអំពីមនុស្សប្រុសស្រីដែលកើតចំឆ្នាំម្សាញ់មិនថាបងប្អូនតស៊ូជាមនុស្សដែលមានមហិច្ឆតាធំកម្រិតណាទេជាមនុស្សដែលប្រឹងប្រែងកម្រិតណាទេក៏ប៉ុន្តែចូលទៅដល់ខែ12លក្ខណៈឆុងបងប្អូនចូលមកដល់បងប្អូនប្រឹងមិនក៏ដោយក៏នៅមានអារម្មណ៍ផ្លូវចិត្តនិងភាពតានតឹងនៅក្នុងជីវិតនឹងវាកើតឡើងមកដដែលខំប៉ុណ្ណាជួបរឿងប៉ុណ្ណឹងអត់ធ្វើសោះក៏នៅតែជួបធ្វើល្អមនុស្សជុំវិញខ្លួនបែបជាមានមនុស្សមកនិយាយនាំរឿងមកកាន់ជីវិតយើងខំកិច្ចយ៉ាងណាក៏ពួកទាំងអស់នោះនាំរឿងអាក្តៅកាហាយមកកាន់ជីវិតយើងផងដែរអញ្ចឹងសួរថាមនុស្សដែលកើតឆ្នាំម្សាញ់ត្រូវធ្វើបែបម៉េចដើម្បីគេចផុតពីបញ្ហាមនុស្សនាំរឿងនាំភ្លើងឬក៏រឿងចំនួននានាកើតឡើងជីវិតដែលបណ្ដាលឲ្យយើងសោយហើយសោយទៀតអញ្ចឹងបងប្អូននៅក្នុងខែ12នេះបងប្អូនខ្ញុំសូមជំរាបប្រាប់អំពីលេខសំណាងជាមុនសិនចុះបងប្អូនគួរតែប្រើប្រាស់លេខសំណាងលេខ111លេខ111គឺជាលេខដែលជួយនៅរឿងតំណាងឲ្យភាពគិតត្រឹមត្រូវជោគជ័យនិងរឿងដែលល្អនៅក្នុងជីវិតបងប្អូននៅក្នុងខែ12នឹងតែម្ដងលេខ111គឺជាលេខដែលហេងនិងជប់នៅសំណាងល្អឬក៏លេខមួយទៀតគឺជាលេខ611ក៏ជាលេខដែលទទួលនៅភាពរុងរឿងរីកចម្រើនរឿងលុយកាក់នឹងធ្វើការនិងរឿងហិរញ្ញវត្ថុផងដែរអញ្ចឹងបងប្អូនអាចយកលេខ111និងលេខ611ទៅប្រើប្រាស់បាននៅក្នុងខែ12បងប្អូនអាចយកលេខនេះទៅប្រើប្រាស់ជាមួយនឹងអាចនឹងថាយើងចង់ដូរលេខទូរស័ព្ទថ្មីអាចថាចង់ប្រើកងធនាគារអីចឹងលេខថ្មីបងប្អូនអាចប្រើបានហើយបងប្អូនអាចយកលេខទាំងអស់ហ្នឹងទៅឆ្នៃទៅលើ wallpaper លើទូរស័ព្ទដៃលើកុំព្យូទ័របិទនៅលើតុយើងធ្វើការឬកាត់បិទនៅជ្រុងហេងរបស់យើងទិសហេងរបស់យើងទៅយើងនឹងទទួលបានសំណាងល្អ 10% មកកាន់ជីវិតយើងផងដែរយើងក្នុងនោះបងប្អូនអាចរៀបចំបានទៅតាមលក្ខណៈជាក់ស្ដែងដើម្បីធ្វើខ្លួនឯងហេងអញ្ចឹងខ្ញុំសូមជំរាបប្រាប់បន្តទៀតថាមនុស្សដែលកើតចំឆ្នាំម្សាញ់នេះក្រៅពីរៀបចំលេខសំណាងហើយគួរតែរៀបចំពណ៌សំណាងដើម្បីធ្វើខ្លួនឯងមានលាភមានជ័យអញ្ចឹងខ្ញុំសូមជំរាបប្រាប់រឿងសំណាងមុនចុះនៅក្នុងវីដេអូមួយនេះកុំឲ្យបងប្អូនរងចាំយូរហើយចាំស្ដាប់រឿងរ៉ាវដែលបងប្អូនជួបប្រទះនៅរឿងសយអញ្ចឹងពណ៌សំណាងមនុស្សដែលកើតចំឆ្នាំម្សាញ់នៅក្នុងខែ12គេហៅថាខែចូលមកដល់គឺបងប្អូនគួរតែប្រើប្រាស់នៅពណ៌សឲ្យបានច្រើនពណ៌សពណ៌លឿងឬក៏ពណ៌ខ្មៅពណ៌សពណ៌លឿងពណ៌ខ្មៅគឺជាពណ៌ជំរុញធាតុឲ្យបងប្អូនដែលកើតចំឆ្នាំម្សាញ់ហ្នឹងទទួលបានរឿងលាភរឿងជ័យនិងរឿងហេងហើយមួយទៀតពណ៌ក្រហមក៏ជាពណ៌ដែលបញ្ចេញនៅឥទ្ធិពលមហិច្ឆតាបងប្អូននៅក្នុងការខិតខំប្រឹងប្រែងការងារនិងគិតទៅត្រឹមត្រូវដើរទៅមុខហើយជំនះគ្រប់ឧបសគ្គអញ្ចឹងពណ៌ទាំងអស់ហ្នឹងបងប្អូនអាចយកទៅប្រើប្រាស់ជាមួយនឹងសម្លៀកបំពាក់ប្រចាំថ្ងៃប្រើប្រាស់ជាមួយ background ធ្វើការងារយើងតុកយើងធ្វើការពណ៌ខេសទូរស័ព្ទដៃអីចឹងក៏ទទួលឥទ្ធិពលល្អដែរបងប្អូនអាចយកពណ៌ទាំងអស់ហ្នឹងទៅផ្លាស់ប្ដូរលើកាមេរ៉ាពុកគេយើងដើម្បីស្រូបទាញថាមពលហេង 10% ហ្នឹងមកកាន់ជីវិតយើងដូចគ្នាពណ៌បន្ទោពណ៌ឡានទូកៅអៅអីហ្នឹងក៏បងប្អូនអាចច្នៃទៅបានដែរអញ្ចឹងរឿងដែលច្នៃតិចតួចនោះបងប្អូនអាចថាមិនបាច់ចាំចាយលុយច្រើនទេយើងអាចកែតម្រូវពីអ្វីដែលយើងមានស្រេចបានហើយឬក៏បងប្អូនអាចថារៀបចំវត្ថុមង្គលពាក់កម្មសេដៃដើម្បីនាំនៅលៀបនាំនៅជ័យនិងសំណាងល្អមកកាន់ជីវិតបងប្អូនអញ្ចឹងកម្មសេដៃវាអាចថាយើងចំណាយតិចតួចមែនតើហើយយើងពាក់ទៅវានាំលៀបនាំជ័យដើម្បីប្រគ្រប់ធាតុយើងអាចនឹងប្រឆាំងនឹងរឿងសោយនានាមកកាន់ជីវិតយើងបានហើយសេវាកម្មផ្សាយដៃនេះគឺរៀបចំតាមធាតុមនុស្សនីមួយដូចជាកើតថ្ងៃខែច័ន្ទកំណើតអីយើងរៀបចំធាតុទៅតាមនឹងដើម្បីយើងពាក់ជាប់លាប់បានមួយជីវិតតែម្ដងអញ្ចឹងគឺល្អហើយក៏នាំសំណាងមកកាន់ជីវិតយើងផងដែរហើយខ្ញុំសូមជំរាបប្រាប់បន្តទៀតថាអំពីទិសសំណាងដែលមនុស្សកើតឆ្នាំម្សាញ់គួរតែរៀបចំបាយតុកធ្វើការប្រវាយតុកគិតលុយកន្លែងយើងរកស៊ីនានាឬក៏ចំនួនជួញដូរផ្សេងដែលត្រូវតែបាយទៅចំទិសហេងដើម្បីស្រូបទាញថាមពលហេងនឹងអញ្ចឹងខ្ញុំសូមជំរាបប្រាប់ថាមនុស្សដែលកើតចំឆ្នាំម្សាញ់ទាំងប្រុសទាំងស្រី
ដើម្បីទទួលបានរឿងហេងពីទិសសំណាងបងប្អូនអាចថារៀបចំបែរតុកធ្វើការឬកន្លែងផ្សេងៗខ្ញុំជំរាបប្រាប់ណាទៅទិសហេងមានដូចជាទិសខាងកើតនិងទិសជើងឈាងកើតទិសខាងកើតនៅទិសជើងចែកឬក៏ទិសខាងជើងគឺជាទិសដែលសំណាងឥទ្ធិពលផ្សេងៗមកកាន់ជីវិតមនុស្សកាត់ឆ្នាំម្សាញ់បាន 10% វិញនៅក្នុងហ្នឹងអញ្ចឹងបើសិនជាបងប្អូនរៀបចំប្របាយក្បាលខែគេងតុកយើងធ្វើការអីហ្នឹងបានបងប្អូនក៏ធ្វើចោះឬក៏បាយក្បាលគេងជាងថ្ងៃទៅកាន់ទិសខាងកើតឬខាងជើងឬក៏ជើងខាងកើតហ្នឹងទៅ0កន្លែង0ហ្នឹងគឺបងប្អូននឹងទទួលបានលាភ 10% នៅក្នុងជីវិតបងប្អូនផងដែរនៅក្នុងខែ12អញ្ចឹងបងប្អូនរៀបចំងាយស្រួលទេរឿងកែបែបតាមធម្មជាតិអញ្ចឹងបងប្អូនអាចធ្វើទៅបានដោយខ្លួនឯងឬក៏បងប្អូនមានចង្អល់ចង់សាកសួរខ្ញុំបានអំពីរឿងផ្សេងទៀតអំពីមនុស្សឆ្នាំម្សាញ់បងប្អូនអាច comment នៅក្រោមវីដេអូនេះបានឬក៏សួរតាម Telegram ក៏បានដែរហើយខ្ញុំសូមណែនាំបងប្អូនในការឆ្នាំម្សាញ់2026ចិត្តមកដល់ហើយគួរតែរៀបចំវត្ថុមង្គលហុងស៊ុយក្នុងឆ្នាំ2026ដើម្បីទទួលបានលាភជ័យនិងសំណាងល្អមកកាន់ជីវិតដូចជាប្រពែនាំទ្រព្យនិងកាត់ឆុងនឹងដែរអញ្ចឹងរូបប្រពែនឹងមានយ័ន្តផ្សេងដើម្បីកាត់ឆុងទទួលបាននឹងលាភជ័យនិងសំណាងល្អបងប្អូនអាចតាក់ទងមកខ្ញុំបានខ្ញុំរៀបចំជូនឲ្យតម្លៃគួរសមទេនៅក្នុងការកាត់ឆុងអញ្ចឹងអាចថាយើងទទួលបានរឿងហេងច្រើនឬសំណាងល្អច្រើនមកវិញហើយយើងក៏ក្នុងឆ្នាំ2026រឿងឆុងនានាក៏យើងអាចថាប្រសាទបានខ្លះនៅក្នុងនឹងទងចន្លោះពី50ទៅ70% ផងដែរអញ្ចឹងខ្ញុំសូមជំរាបជូនបន្តទៀតថាមនុស្សដែលកាត់ចំឆ្នាំម្សាញ់ទាំងប្រុសទាំងស្រីអំពីទស្សនវិជ្ជាទូទៅក្នុងការងារទស្សនវិជ្ជាទូទៅក្នុងការងារគឺមើលឃើញថាមានមនោនាំភ្លើងមកកាន់ជីវិតយើងនៅក្នុងការងារយើងហត់នឿយនឹងការងារយើងហើយបែបជាមានមនុស្សនាំភ្លើងនាំភាពក្តៅក្រហាយមកកាន់ជីវិតយើងទៀតអញ្ចឹងបងប្អូនគួរតែប្រយ័ត្នមែនតើអំពីមិត្តរួមក្រុមការងារយើងទាំងតអ្នកធំទាំងតអ្នកតូចទាំងអ្នកស្គាល់គ្នាអញ្ចឹងគេនឹងធ្វើឲ្យយើងមានភាពក្តៅក្រហាយគេនឹងធ្វើឲ្យយើងមានភាពច្បូលច្បល់ក្នុងចិត្តយើងហើយក៏ធ្វើឲ្យយើងអារម្មណ៍យើងអត់ចង់ឆ្លោះអត់ចង់ខឹងសោះបែបជាគេធ្វើឲ្យឆ្លោះធ្វើឲ្យខឹងនៅក្នុងហ្នឹងហើយវាធ្វើបាត់បង់លៀបរបស់យើងដែលយើងត្រូវទទួលបានសំណាងល្អផ្សេងហ្នឹងវាអស់រលីងតែម្ដងដោយសារតែមនុស្សអញ្ចឹងហើយមនុស្សហ្នឹងគឺពាក្យច្រើនគឺជាមនុស្សភេទដូចគ្នាមនុស្សស្រីឆ្លោះមួយស្រីទៅស្រីមកនាំរឿងទៅមនុស្សប្រុសគឺប្រុសមកនាំរឿងអញ្ចឹងទៅអញ្ចឹងនៅក្នុងខែ12បងប្អូនគួរតែប្រយ័ត្នមនុស្សភេទដូចគ្នាហើយនៅក្នុងនោះផងដែរកុំជួយយកអាសាគេច្រើនពេកគួរតែជួយខ្លួនឯងបានច្រើនក្នុងខែ12ឬក៏បងប្អូនកុំទៅជួយកិច្ចការងារគេផ្សេងដែលគេកំពុងជួបបញ្ហាអញ្ចឹងបញ្ហាទាំងអស់នោះមិនត្រូវបងប្អូនដូចគ្នាគេហៅថាច្បាប់ស្រូបទាញស្រូបបញ្ហាចូលជីវិតបញ្ហានឹងចូលជីវិតយើងចូលដល់គ្រួសារយើងចូលទៅដល់ការរកស៊ីយើងផ្សេងទៀតអញ្ចឹងកន្លែងនោះវាគ្រោះថ្នាក់មែនតើអំពីមនុស្សកាត់ឆ្នាំម្សាញ់នៅក្នុងខែ12ខែធ្នូអញ្ចឹងខ្ញុំជម្រាបបែបហ្នឹងហើយអំពីរឿងរ៉ាវផ្សេងទៀតខ្ញុំសូមជម្រាបប្រាប់ថាការដែលយើងធ្វើការនៅកន្លែងការងារគឺអត់មានអ្នកយកចិត្តយើងទេគឺមានតែអ្នកជំរុញការងារឲ្យយើងធ្វើច្រើនទៅហើយតែងតែចង់គេហៅថាឈ្នះយើងតែតែមានល្បិចផ្សេងធ្វើឲ្យយើងនឹងតបប្រមាល់ចឹងទៅអញ្ចឹងបងប្អូនគួរតែប្រយ័ត្ននៅក្នុងរឿងរ៉ាវដែលយើងត្រូវជួបបែបហ្នឹងទី1ត្រូវជៀសវាងអំពីចំនួនទី2បើមានអ្នកណានិយាយរឿងអាក្រក់ពីអ្នកណាឲ្យយើងស្ដាប់យើងតម្លាក់ចោះហើយមិនបាច់តមកច្រើនទេយើងនឹងកើតជាជនទី3ដែលជាមនុស្សអាក្រក់ជាងគេនៅក្នុងចំណោមមិត្តរួមការងារជាកន្លែងគ្រោះថ្នាក់ណាស់អត់បានផលប្រយោជន៍ហើយជួបរឿងលំបាកហើយបែបជាមានសត្រូវកាន់តែច្រើនហើយអំពីរឿងរ៉ាវរឿងរ៉ាស៊ីវិញឃើញថាមានភាពធ្លាក់ចុះលុយកាក់ក៏អស់ច្រើនហើយក៏ដូចជាលក់ដូរមិនដាច់ដូចមុនចេះតែគេចូលមកសួរឲ្យគេដើរចេញគេចូលមកសួរឲ្យដើរចេញដូចជាអត់ត្រូវអញ្ចឹងអត់ត្រូវអញ្ចឹងគេមានលុយទិញរបស់យើងដែរប៉ុន្តែគេអត់ទិញគេទៅទិញអ្នកមួយទៀតផ្សេងអញ្ចឹងហើយតម្លៃដូចគ្នាទៀតសួរថាហេតុអីនៅក្នុងហ្នឹងអញ្ចឹងបងប្អូនគួរតែចាត់មែនតើពេលដែលស្អីយើងដាក់មកបាំងចូលមកដល់រឿងពពួកអមនុស្សអវិញ្ញាណផ្សេងដែលយើងមើលមិនឃើញវាចូលមកបាំងវាធ្វើឲ្យចិត្តភ្ញៀវមករកយើងហ្នឹងគឺអត់ចង់ទិញយើងទេទៅទិញអ្នកផ្សេងជាប់តូបយើងទៅទាំងតម្លៃថាឧទាហរណ៍ថាតម្លៃ$1ដូចគ្នាគេទៅទិញ$1តម្លៃ$1000គ្នាគេទិញ$1000គេផ្សេងអញ្ចឹងនៅក្នុងហ្នឹងបងប្អូនគួរតែប្រយ័ត្នមែនតើគឺរឿងរ៉ាវបិទផ្លូវរកស៊ីបិទផ្លូវជីវិតគឺវាមានពិតមែនពេលដែលយអូនយើងដាក់ចឹងអាចថាពេលយអូនដាក់ហ្នឹងបិទផ្លូវមួយខែពីរខែវាអាចឈានចូលទៅដល់ឆ្នាំជើងកុំបដិបដោយនៅក្នុងហ្នឹងគួរតែរៀបចំកាត់ឆុងឬក៏លើកកសីឡើងវិញដើម្បីទទួលបានរឿងសំណាងអាចថាពាក់កម្មស្អីដែរជាប់នៅក្នុងជីវិតយើងដែលត្រូវផ្សំធៀបអញ្ចឹងពួកអមនុស្សធ្វើយើងអត់កើតទេគឺយើងនៅជួបសំណាងល្អធៀបយើងខ្លាំងរិស័យយើងខ្លាំងពួកហ្នឹងគឺខ្លាចយើងខ្លាំងណាស់អញ្ចឹងអាចមកបាំងឲ្យយើងបានទេហើយអំពីរឿងរ៉ាវគ្រួសាររឿងរ៉ាវគ្រួសារខ្ញុំសូមជំរាបប្រាប់ថាមនុស្សកាត់ឆ្នាំម្សាញ់គឺមើលឃើញថាមានភាពអកម្មរកោសមួយគ្រួសារអន់ចិត្តច្រើនជាមួយគ្រួសារហើយមានអារម្មណ៍ថាគ្រួសារមិនក៏យកចិត្តយើងធ្វើការងារហត់ស៊ីហត់ហើយគ្មានអ្នក take care ហើយ
បែបជាមាននៅសម្ដីស្ដីបន្ទោសបន្ថែមពីលើនឹងទៀតចឹងនៅក្នុងចំណុចហ្នឹងយើងដែលការចំឆ្នាំម្សាញ់ទាំងប៉ុនស័យនេះអាការងារហត់ហើយបែបជាទទួលភាពគេហៅថាអយុត្តិធម៌ពីក្នុងក្រុមគ្រួសារបែបជាគេស្ដីបន្ទោសបន្ថែមទីគេថាយើងខ្ជិលមិនជួយគ្រួសារយើងទៅគេថាយើងមិនដែលខ្វល់ខ្វាយគ្រួសារចឹងទៅទាំងដែលយើងគឺស្រឡាញ់គ្រួសារដូចគ្នាចឹងក៏ប៉ុន្តែដោយសារតែជីវិតយើងវាចំឆុង2ឆ្នាំ2ខែជាប់គ្នាអញ្ចឹងវាធ្វើឲ្យអារម្មណ៍យើងវាអត់ល្អវា stress ចូលផ្ទះវាចេះតែមានអារម្មណ៍ទៅប្រមោះក្តៅកាហាយធុញថប់ចឹងទៅអញ្ចឹងអាចនឹងថាជីវិតគ្រួសារគឺអត់ល្អទេនៅក្នុងខែ12អាខែ11អត់ល្អហើយខែ12ក៏ល្អដែរហើយសម្រាប់អំពីស្នេហាវិញបើសិនជានៅតែបន្តឆ្លោះគ្នាមនុស្សខាងឆ្នាំម្សាញ់អាចនឹងបែកបាក់គ្នាមែនតើនៅក្នុងខែ12ហើយមិនងាយត្រូវគ្នាវិញទេពេលបែកបាក់ខែ12នេះគឺជាហៅថាឆ្នាំនៃខែព្រាត់គ្នាមែនតើគឺមិនមែនជាលេងសើចទេអញ្ចឹងមនុស្សខាងឆ្នាំម្សាញ់បើសិនជាមានករណីឆ្លោះគ្នាជាប្តីប្រពន្ធកើតឡើងគួរតែទប់អារម្មណ៍រៀងខ្លួនកុំចេះសុំបែកគ្នាកុំចេះតែនិយាយអាក្រក់ដាក់គ្នាអាចនឹងថាការបែករបស់យើងគឺជាការដែលបែកមែនតើគឺជារឿងរ៉ាវដែលយើងសម្រាប់ចិត្តជាលើកចុងក្រោយគឺក្នុងចាក់ជីវិតយើងអំពីរឿងរ៉ាវស្នេហាអញ្ចឹងយើងនឹងជួបដៃគូស្នេហាផ្សេងទៀតដែលខកអំណងតទៀតដោយសារតែខែ12ជាឆ្នាំដែលជន់ជាខែដែលជន់ឆ្នាំយើងហើយក៏ជារឿងរ៉ាវមួយដែលយើងឆុងពីខែជាប់គ្នាអញ្ចឹងស្នេហាយើងគឺវេទនាណាស់អ្នកខ្លះកំពុងតែឈានចូលឡើងទៅដល់ការលែងលះអញ្ចឹងសម្រួលគ្នាវិញមកចាំដល់ខែ1ខែ2ចាំនិយាយគ្នាម្ដងទៀតថាយើងប្រកាសជាលែងគ្នាអត់អញ្ចឹងស្នេហាហ្នឹងគឺត្រូវគ្នាវិញហើយត្រូវគ្នារហូតមកវិញអញ្ចឹងបើសិនបងប្អូនទប់អារម្មណ៍ខ្លួនឯងបានទប់ជំនះការឆុងខ្លួនឯងបាន2ខែខែ11ខែ12ជាប់បងប្អូននឹងទទួលបានរឿងល្អមកវិញចូលមកកាន់ជីវិតរឿងល្អអាចថាចូលទៅដល់ដើមឆ្នាំខែ1ពាក់កណ្ដាលខែឡើងទៅយើងមានអារម្មណ៍ល្អមកវិញហើយយើងមានធម៌ពលវិជ្ជមានចូលមកច្រើនហើយសម្រាប់ដៃគូជាសង្សារអាចនឹងថាបែកគ្នាច្រើនហើយអត់ងាយត្រូវគ្នាទេហើយក៏មានមនុស្សបោកប្រាស់ជនទី3ចូលមកច្រើននិយាយស្ដីអីបោកគេច្រើនផងដែរនៅក្នុងហ្នឹងអញ្ចឹងបើយើងចេះទុកអារម្មណ៍យើងនឹងបែកពីដៃគូជាទីស្រឡាញ់របស់យើងហើយយើងក៏ទៅខកអំណងជាមួយដៃគូមួយទៀតដោយសារតែឆ្នាំខែយើងឆុងយើងទៅរើសដៃគូមួយទៀតគឺមនុស្សហ្នឹងមិនស្រឡាញ់យើងពិតទេអញ្ចឹងយើងនឹងជួបមនុស្សបោកប្រាស់ផ្លូវចិត្តយើងហើយយើងនឹងខកអំណងជាជាងដៃគូយើងចាស់ទៅទៀតហើយសម្រាប់អ្នកនៅ single ឃើញថានឹងមានមនុស្សបោកប្រាស់ឬក៏ដៃគូអត់ពិតប្រាកដទេចូលមកកាន់ជីវិតយើងហើយក៏គេមិនបានផ្ដោតក្តីស្រឡាញ់ពិតយើងដែរការដែលស្រឡាញ់គឺជាការបោកប្រាស់និងបត់បញ្ឆោតឲ្យយើងថាលងលោចទៅកាន់ជីវិតប៉ុណ្្នឹងឯងអញ្ចឹងស្នេហាគឺបែបហ្នឹងហើយអំពីរឿងហិរញ្ញវត្ថុខ្ញុំជំរាបប្រាប់អញ្ចឹងគឺមានលក្ខណៈថាការចំណាយគឺវាច្រើនហើយចំណូលវាតិចជាងហើយវាធ្វើឲ្យយើងមានសម្ពាធនៅការរងគ្រោះនៅក្នុងរឿងលុយរឿងកាក់ហ្នឹងអញ្ចឹងគួរតែប្រយ័ត្នមែនទែនអំពីការចាយវាយអញ្ចឹងមុននឹងចាយវាយធ្វើអីមួយបងប្អូនគួរតែពិចារណាបានត្រឹមត្រូវនៅក្នុងការចាយគិតឲ្យល្អិតល្អន់មែនទែនដើម្បីកុំឲ្យការចាយខុសគោលដៅវាធ្វើឲ្យយើងនឹងវាប្រវាយហើយវាអាចនឹងឈានចូលទៅដល់ការខ្ចីលុយគេបន្ថែមទៀតនៅក្នុងខែ12ហ្នឹងអញ្ចឹងបំណុលកើនឡើងហើយរឿងលំបាកនឹងវេទនានឹងកើនឡើងបន្តអញ្ចឹងរឿងហ្នឹងគឺខ្ញុំជំរាបប្រាប់បែបហ្នឹងហើយអំពីរឿងរ៉ាវរឿងសុខភាពវិញឃើញថាមានលក្ខណៈឈឺស្កាត់តាំងពីខែ11ចូលដល់ខែ12នៅតែឈឺអញ្ចឹងឈឺជំងឺយើងដដែលអញ្ចឹងគួរតែរកពេទ្យណាដែលគាត់មានជំនាញច្បាស់លាស់ប្រឹក្សាជាមួយគាត់រកថ្នាំអីព្យាបាលជំងឺខ្លួនឯងទៅឃើញថាយើងឡៃតែបដោយខ្លួនឯងឲ្យឈឺអញ្ចឹងទូរិស័យយើងក៏ធ្លាក់ចុះទៅតាមនឹងដែរអញ្ចឹងផលលំបាកជាច្រើនចូលមកកាន់ជីវិតយើងក៏ច្រើនទៅតាមនឹងដែរអញ្ចឹងអាចថាហាត់ប្រាណញ៉ាំអីល្អជាច្រើនធ្វើអីដែលជួយដល់សុខភាពយើងនឹងទទួលបាននឹងហេងនៅក្នុងសុខភាពយើង 10% មកកាន់ជីវិតយើងដូចគ្នាអញ្ចឹងបើបងប្អូនចង់បានសុខភាពល្អត្រូវតែស្រឡាញ់សុខភាពខ្លួនឯងអញ្ចឹងជាចុងក្រោយបើសិនជាបងប្អូនមានចម្ងល់ចង់សាកសួរខ្ញុំបានបងប្អូន comment នៅក្រោមវីដេអូនេះមកខ្ញុំនឹងឆ្លើយតបគ្រប់គ្នាតែម្ដងអត់អីទេឬក៏បងប្អូនតាក់ទងមកកាន់លេខ Telegram ខ្ញុំផ្ទាល់ចង់មើលហុងស៊ុយចង់មើលរិស័យចង់មើលប៉ាជឺចង់មើលងើហេងអីខ្ញុំមើលបានទាំងអស់ខ្សែបាត់ដៃក៏បានដែរអញ្ចឹងបងប្អូនអាច comment នៅក្រោមវីដេអូនេះបានខ្ញុំនឹងមើលជូនបងប្អូនទៅតាម Telegram ឲ្យបងប្អូនចង់មើលចឹងទៅអញ្ចឹងជាចុងក្រោយខ្ញុំបាទសូមអរគុណសូមគោរពលា